កម្ពុជាបដិសេធការស្នើសុំរបស់ថៃដែលស្នើឲ្យកម្ពុជាដកកងទ័ពចេញពីទីតាំងឈរជើងនៅតំបន់មុំបីនៅរសៀលថ្ងៃទី5ខែមិថុនាឆ្នាំ2025អាយុដំនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិបានជួបពិភាក្សាជាមួយអាយុដំឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិថៃអំពីភាពតានតឹងតាមព្រំដែនដែលបានប្រព្រឹត្តទៅនៅស្រុកអរញ្ញប្រទេសខេត្តស្រះកែវព្រះរាជាណាចក្រថៃយោងតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិកម្ពុជានៅថ្ងៃទី6ខែមិថុនានេះបានឲ្យដឹងថាភាគីទាំងពីរបានឯកភាពកាត់បន្ថយភាពតានតឹងដោយរក្សាការប្រស្រ័យទាក់ទងគ្នាទៅវិញទៅមកការយោគយល់គ្នានិងរក្សាការសន្ទនាដោយសន្តិវិធីទៅថ្ងៃខាងមុខទៀតនៅក្នុងគោលបំណងជៀសវាងការប៉ះទង្គិចយោធាគ្នាកម្ពុជាថៃទោះយ៉ាងណាចំណុចភាគីថៃបានស្នើសុំឲ្យកម្ពុជាដកកងទ័ពចេញពីទីតាំងឈរជើងនៅតំបន់មុំបីដែលប្រយុទ្ធគ្នាកាលពីថ្ងៃទី28ខែឧសភាកន្លងទៅភាគីកម្ពុជាបដិសេធមិនទទួលយកការស្នើសុំនោះទេព្រោះទីតាំងខាងលើគឺជាទីតាំងស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាដែលបានឈរជើងជាអចិន្ត្រៃយ៍តាំងពីដើមរៀងមកភាគីកម្ពុជាមិនអាចថយពីទីតាំងដែលកងទ័ពកម្ពុជាបានឈរជើងជាយូរណាស់មកហើយនិងដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាបានឡើយក្រសួងការពារជាតិកម្ពុជាបានបន្ថែមថាដរាបណាភាគីថៃនៅប្រើផែនទីខុសគ្នាមាត្រដ្ឋានខុសគ្នានោះយើងមិនអាចរកចំណុចកណ្ដាលក្នុងការថែរក្សាស្ថិរភាពព្រំដែនបានឡើយភាគីកម្ពុជានៅតែប្រកាន់ស្មារតីនៃការគោរពអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ2000ដោយដែលមានកន្លងមកហេតុនេះហើយបានជាភាគីកម្ពុជាសម្រេចចិត្តរៀបចំសំណុំរឿងបញ្ជូនវិវាទតំបន់ទាំង4តំបន់មុំបីប្រាសាទតំបន់ធំប្រាសាទតំបន់តូចនិងប្រាសាទតាក្របីទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នៅទីក្រុងឡាអេដើម្បីបញ្ចប់ជម្លោះនៅកំណត់ព្រំដែនជាក់លាក់កម្ពុជាមានគោលបំណងទទួលយកតែសន្តិភាពស្ថិរភាពនិងតម្កល់ប្រយោជន៍ប្រជាជនយើងទាំងសងខាងជាធំនៅក្នុងនោះភាគីថៃក៏បានបង្ហាញពីការគោរពសិទ្ធិកម្ពុជានៅក្នុងការដាក់ចំណុចទាំង4ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការបន្តយន្តការចរចាក្នុងកិច្ចប្រជុំ GBC, JBC, OBC នៅលើចំណុចដទៃទៀតនាថ្ងៃខាងមុខផងដែរ